ឧស្សាហ៍ជាក្បាលចុករយកញ្ចឹងកចុករយស្មាតើបណ្ដាលមកពីអ្វីជាទូទៅជំងឺឈឺក្បាលប្រភេទតានតឹងគឺជាការឈឺក្បាលស្ទុំឬក៏ងុំកម្រិតនៃការឈឺចុកចាប់អាចតិចតួចឬក៏មធ្យមប៉ុន្តែពេលខ្លះវាអាចឈឺខ្លាំងទាំងផ្ទៃសងខាងនៃខួរក្បាលអ្នកជំងឺខ្លះទៀតពួកគាត់អាចមានអាការៈដូចជាធ្ងន់ធ្ងរក្បាលមានអារម្មណ៍ថាក្បាលរបស់គាត់រីកធំជាងមុនអ្នកខ្លះទៀតមានអារម្មណ៍ថាដូចជាយកខ្សែយកមកចងរឹតខួរក្បាលរបស់ពួកគាត់ឬក៏មានរបស់អ្វីមួយធ្ងន់នៅលើក្បាលឬក៏ស្មារបស់ពួកគាត់ក្រៅពីនេះអ្នកជំងឺអាចមានជាអាការៈចុករយស្មាចុករយកញ្ចឹងកឬក៏មានជាបញ្ហាអស់កម្លាំងខ្សោយការចងចាំឬក៏មានអាការៈវិលមុខធីងធំវាអាចធ្វើទុកកន្លះម៉ោងទៅដល់មួយសប្តាហ៍សម្រាប់អ្នកដែលមានបញ្ហាឈឺក្បាលប្រភេទតានតឹងម្ដងម្កាលនិងអាចលើសពី15ថ្ងៃក្នុងមួយខែសម្រាប់អ្នកដែលមានបញ្ហាឈឺក្បាលប្រភេទតានតឹងរ៉ាំរ៉ៃ